សូមគោរពសម្ដេចអាដាមលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីមិត្តពូកែបាទដោយដែលបានសន្យាជារៀងរាល់សប្តាហ៍កម្មវិធីមិត្តពូកែគឺតែងតែចាក់ផ្សាយឡើងជារៀងរាល់ព្រឹកថ្ងៃសៅរ៍វេលាម៉ោង 9 ព្រឹករហូតដល់ម៉ោង 10 ព្រឹកកម្មវិធីមួយនេះគឺតែងតែនាំយកនៅអ្វីដែលជាការអប់រំសម្រាប់ចែកជូនទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាតាក់ទងជាមួយនឹងចំណេះដឹងពាក្យជាភាសាខ្មែរនិងពាក្យជាភាសាអង់គ្លេសចាទស្សនិកជននឹងបានឃើញច្បាស់ពីសមត្ថភាពរបស់បងប្អូនដែលមកពីបណ្ដាវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញរបស់យើងមកប្រកួតប្រជែងផ្នែកចំណេះដឹងនេះទាំងវគ្គទី1និងវគ្គទី2ចំពោះវគ្គទី2ទស្សនិកជននឹងបានឃើញនៅការលេងហ្គេមប្លែកៗតាក់ទងទៅនឹងចំណេះដឹងផងដែរហើយយ៉ាងណាមិញនោះនឹងសប្បាយរីករាយជាមួយនឹងហ្គេមអេឡិចត្រូនិកនៅក្នុងសួនកម្សាន្តទំនើប Dreamland តែយ៉ាងណាមិញក្នុងវគ្គទី1នេះគឺចង់ឲ្យបងប្អូនណែនាំខ្លួនជាមុនសិនមុននឹងធ្វើការប្រកួតដូច្នេះសូមឲ្យបងប្អូនដែលមកពីវិទ្យាល័យជាសៀមសាមគ្គីណែនាំខ្លួនមុនគេ First of all, I would like to say hello to teachers and all students who are present here today. My name is Thapkham Yupin, a grade 11 student from Jisim Samaki High School. Now, I would like to inform for all of you about the track. As you know, the track is very dangerous for all of us. The track is a big problem that caused our economic low. So, I would like to inform that all of the students please try hard to study and avoid the track because the track can make us lose everything, especially lose our health, our future, etc. And finally, I want to say that please say no to track. Yes, thank you. អរគុណយុភិនបាទអរគុណច្រើនចំពោះមតិយ៉ាងក្បោះក្បាយរបស់យុភិនដែលគាត់និយាយរៀបរាប់តាក់ទងជាមួយនឹងគ្រឿងញៀនបាទជាការប៉ុណ្ណាសម្រាប់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាគួរតែជៀសឆ្ងាយពីគ្រឿងញៀនហើយត្រូវនិយាយថាទេចំពោះគ្រឿងញៀនបាទជាបន្ទាប់បាទជំរាបសួរខ្ញុំបាទឈ្មោះច័ន្ទសិហាមកពីវិទ្យាល័យជាសៀមសាមគ្គីរៀននៅថ្នាក់ទី11ស្របទន្ទឹមនឹងនេះខ្ញុំចង់បង្ហាញមតិរបស់ខ្ញុំអំពីការងារជាក្រុមដូចយើងបានដឹងស្រាប់មកហើយថាការងារជាទូទៅការងារមួយចំនួនយើងមិនអាចធ្វើដោយខ្លួនឯងឬក៏ម្នាក់ឯងបានទេយើងត្រូវការជំនួយពីអ្នកដទៃហើយដើម្បីធ្វើការងារជាមួយអ្នកដទៃឲ្យបានល្អយើងគប្បីមានសាមគ្គីភាពព្រមទាំងមានការអធ្យាស្រ័យខ្ពស់ផងដែរពីព្រោះថាការសាមគ្គីភាពនិងការអធ្យាស្រ័យជាកត្តាដែលនាំមកនៅភាពជោគជ័យដូចនេះខ្ញុំសង្ឃឹមថាដៃគូរបស់ខ្ញុំនឹងធ្វើការសាមគ្គីភាពនិងមានការអធ្យាស្រ័យគ្នាល្អដើម្បីទទួលបានជោគជ័យក្នុងកម្មវិធីនេះបាទសូមអរគុណច្រើន Bravo នេះជាបន្ទាប់គឺសូមជួបជាមួយនឹងបងប្អូនដែលមកពីវិទ្យាល័យវត្តកោះ ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នានៅទីនេះខ្ញុំបានឈ្មោះអូលីហួតរៀននៅថ្នាក់10ដេអង្គនៅវិទ្យាល័យវត្តកោះថ្ងៃនេះខ្ញុំមានកំណត់ខ្លះៗតាក់ទងអំពីបរិស្ថានខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាបរិស្ថានគឺមានសារៈសំខាន់ណាស់សម្រាប់សង្គមនិងប្រទេសជាតិយើងហើយក៏មានសារៈសំខាន់ណាស់សម្រាប់ផែនដីយើងដូច្នេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយថែរក្សាការពារបរិស្ថានព្រោះថាបរិស្ថានគឺជាជីវិតសូមអរគុណ អរគុណ First of all, I would like to say hello to all the teachers and my beloved friends here. Yes. Today, I want to talk about traffic accidents in Cambodia. So, as you know, every day traffic accidents have been increasing, and it causes many problems in our society. So, as a citizens, I would like all of our citizens to obey the traffic laws and like a saying that says today and tomorrow, no more traffic jams, no more traffic accidents, sorry. Thank you. Yes. បាទអូខេអរគុណច្រើនចំពោះបងប្អូនដែលមកពីវិទ្យាល័យវត្តកោះដែលបានបញ្ចេញមតិយ៉ាងក្បោះក្បាយហើយជ្រាបក្នុងឱកាសនេះរូបខ្ញុំបានក៏សូមថ្លែងអំណរគុណដល់លោកនាយកឈុនសរមនៃវិទ្យាល័យវត្តកោះដែលបានអនុញ្ញាតឲ្យលោកគ្រូគុន្ធាដឹកនាំបងប្អូនឲ្យចូលរួមលេងដោយផ្ទាល់នៅក្នុងកម្មវិធីមិត្តពូកែចាចំពោះនាងខ្ញុំវិញក៏សូមអរគុណដល់លោកនាយក panel នៃវិទ្យាល័យជាសៀមសាមគ្គីក៏ដូចជាលោកគ្រូឈុនអេងត្រីដែលបានដឹកនាំបងប្អូនចូលរួមប្រកួតប្រជែងផ្នែកចំណេះដឹងក្នុងសប្តាហ៍នេះចាទស្សនិកជនបានឃើញនៅសមត្ថភាពខ្លះៗតាក់ទងទៅនឹងការបញ្ចេញ
សមត្ថភាពតេតងទៅនឹង recommendation ជូនដល់ទស្សនិកជនឥឡូវនេះទស្សនិកជននឹងបានជ្រាបកាន់តែច្បាស់ទៀតក្នុងការប្រកបពាក្យទាំងភាសាខ្មែរនិងភាសាអង់គ្លេសថាតើបងប្អូនទាំងពីរក្រុមមានសមត្ថភាពនិងមានការយល់ដឹងខ្លាំងយ៉ាងកម្រិតណាចំពោះការប្រកបពាក្យភាសាខ្មែររបស់យើងដែលសុទ្ធសឹងតែជាពាក្យបាលីនិងសំស្ក្រឹតចំពោះភាសាអង់គ្លេសវិញក៏ជាពាក្យដែលពិបាកផងដែរដូច្នេះសូមឲ្យទស្សនិកជនក៏ដូចជាបងប្អូនចាចាប់ថាតើអ្នកណាប្រកបមុននិងប្រកបក្រោយសិនសូមជួយតំណាងម្នាក់ទៅសូមតំណាងម្នាក់ទូអូន you pin មុនយ៉ាបាទឥឡូវនេះគឺយើងឃើញហើយសម្រាប់បងប្អូនដែលមកពីវិទ្យាល័យជាស៊ីមសាមគ្គីជាអ្នកប្រកបមុនចំណែកបងប្អូនដែលមកពីវិទ្យាល័យវត្តកោះជាអ្នកប្រកបក្រោយដោយហេតុថាដឹងហើយបងនឹងរៀបរាប់នៅលក្ខន្តិកៈក្នុងការប្រកួតហើយព្យាយាមត្រង់ត្រាប់ស្ដាប់បើសិនជាមានសំណួរឬក៏ចម្ងល់សូមព្យាយាមសួរណាក្នុងវគ្គនេះគឺតម្រូវឲ្យបងប្អូនប្រកបពាក្យភាសាខ្មែរមុនគេហើយក្នុងការប្រកបពាក្យភាសាខ្មែរនេះផងដែរបងនឹងអានពាក្យដែលបងប្អូនបាននោះចាប់លេខទៅនោះចំនួន2ដងជូនដល់បងប្អូនទើបបងនិយាយថាចាប់ផ្ដើមទើបបងប្អូនមានសិទ្ធិក្នុងការប្រកបចាចំពោះការបញ្ចេញសម្លេងរបស់បងប្អូនទាំងពីរក្រុមត្រូវតែប្រយ័ត្នមែនទែនចំពោះសម្លេងអក្សរកអក្សរកគឺសម្លេងពីរនេះស្តៀងគ្នាពេលដែលបងប្អូននិយាយអត់ច្បាស់អក្សរកទៅជាចេញជាអក្សរកហ្នឹងគឺទៅជាអក្សរកភ្លាមបើបងប្អូននិយាយអត់សូវច្បាស់ណាចឹងប្រយ័ត្នចំពោះចេញជាអក្សរខនិងអក្សរខចាអក្សរចនិងអក្សរជអក្សរឆនិងអក្សរឈអក្សរដនិងអក្សរដចេញជាអក្សរថនិងអក្សរថផផណនលលចាយល់ទេចំពោះចេញជាអក្សរមมันអាចអានថាទៅជាម៉យោក៏มันអាចទៅជាយោរក៏มันអាចទៅជារដែររបានម៉បានយោបានដរាបថាបងអូនសរសេរម៉សម្រាប់2ម៉យោសម្រាប់2យោបើពាក្យនោះវាឲ្យយើងសម្រាប់2តែចេញជាអក្សរខ្មែរ33តួគឺគ្មានចេញជាអក្សរយោម៉រនោះទេបាទយល់ទេចាបាទហើយសម្រាប់ផ្ចាញ់ជាអ្នកជាភាសាអង់គ្លេសវិញគឺបងប្អូនត្រូវតែប្រុងប្រយ័ត្នដូចជាផ្ចាញ់ជាអ្នក L M N ហើយនឹង Z ដោយសារតែ letter ទាំងអស់នេះគឺបងប្អូនត្រូវតែប្រកបយ៉ាងណាឲ្យចេញជាផ្ចាញ់ជាអ្នកជាភាសាអង់គ្លេសដោយសារតែកម្មវិធីរបស់យើងនឹងលើកពាក្យជាភាសាអង់គ្លេសយកមកប្រកួតដូច្នេះបងប្អូនត្រូវតែប្រកបឲ្យត្រឹមត្រូវមិនឲ្យបញ្ចេញសំឡេងជា pronunciation ដូចជា L M N និង Z ឡើយហើយមួយពាក្យជាមួយផ្ចាញ់ជាអ្នកដែលបងប្អូនត្រូវតែប្រុងប្រយ័ត្នបំផុតនោះគឺ letter O ព្រោះថាបងប្អូនមួយចំនួនគឺគាត់ប្រកបជា air អញ្ចឹងគឺមិនបានទទួលបន្ទុកដូចគ្នាបាទដូច្នេះយល់ហើយសម្រាប់យល់ណាទាំងពីរក្រុមបងអូនជឿច្បាស់ណាចាអញ្ចឹងចាប់ពាក្យរបស់យើងបាទសូមចាប់ពាក្យការប្រកួតតែម្ដងសម្រាប់នៅក្នុងនេះបងសូមបញ្ជាក់សម្រាប់ពណ៌ខៀវគឺមានចំនួន12ពាក្យសម្រាប់ភាសាខ្មែរសម្រាប់ភាសាអង់គ្លេសគឺពណ៌លឿងមានចំនួន6ពាក្យអញ្ចឹងតម្រូវឲ្យបងអូនចាប់ពាក្យជាភាសាខ្មែរនៅក្នុងជុំនេះគឺ2ពាក្យសិនបាទពណ៌លឿង1ពាក្យបង្ហាញពីយើងដូចគ្នាអានោះទុកនៅបងឡុងពណ៌លឿង1ខៀវ2 yes ចាដូច្នេះសូមសម្លេងស្វាគមន៍ជូនដល់ក្រុមទាំងពីរតែម្ដងសូមឲ្យបងប្អូនភិនឬក៏បងប្អូនសីហាបើកពាក្យភាសាខ្មែររបស់បងប្អូនមកហើយបង្ហាញលេខទៅទស្សនិកជនចាប់បានលេខប៉ុន្មានលេខភាសាខ្មែរលេខ11ពាក្យភាសាខ្មែរលេខ11បានទៅលើពាក្យថារស័កសញ្ញាម្ដងទៀតរស័កសញ្ញាចាប់ផ្ដើមរសជើងសញជើងញស្រៈអា Good bravo រស័កសញ្ញាមានថ្នាក់ពាក្យជានាមជាពាក្យបាលីនិងសំស្ក្រឹតលាយគ្នាមានន័យថាគ្រឿងសម្គាល់ឲ្យដឹងថាមានសម្លេងខ្លីពាក្យនេះវេយ្យាករណ៍បណ្ឌិតខ្មែរសន្មតជាឈ្មោះវណ្ណយុត្តមួយប្រភេទមានសន្តានកម្បុតខ្លីនេះគឺបន្តសម្រាប់ប្រើបំបែសម្លេងវែងឲ្យខ្លីកំបុតធ្ងន់ប្រើដាក់បានចំពោះតែពីលើតួអក្សរប្រកបរបស់ពាក្យខ្មែរដែលជាស្រៈអស្រៈអាពីនេះដូចជាឧទាហរណ៍អត់កក់ចប់ដល់អកាន់ចង្កាក់ស្គាល់ជាដើមហៅថាសង្កត់ចាសញ្ញាសង្កត់លីហួតលេខ4ភាសាខ្មែរលេខ4បានទៅលើពាក្យថារុំទុំម្ដងទៀតរុំទុំចាប់ដើម
រមជើងយតនិងម ចាចូលរួមសោកស្ដាយ ដឹងអត់ថាខុសអី មូលហេតុ មូលហេតុ រមជើងយតមចា មិនមែនបាទគាត់ ប្រាប់ ដឹង ឲ្យ មែនទេ ប្រាប់ទៀត បងគាត់ប្រាប់តាំងពីដំបូង អត់ ម៉ូ មាន មិនមែនម៉ទេម៉ូគឺម៉ូ បងនិយាយចឹងអត់មានទេអាន បាទ ហើយមិនចឹងច្រ ផ្លេច ឡំ ទេលឿនពេកទេច្រឡំបាទនេះគឺជាបទពិសោធន៍របស់បងអូន ពាក្យនឹងបងអូនស្រួលជាទីបំផុតតែបងអូនធ្វើឲ្យខុសនៅ បាទ ការបច្ចេកសម្លេងចាចូលរួមសោកស្ដាយនេះខ្ញុំក៏សូមសម្រាយពាក្យនេះផងដែររំទុំប្រកបថារមើជើងយើតនិងមើរំទុំមានថ្នាក់ពាក្យជាគុណនាមមានន័យថាដែលទូលមានឬបង្វឹកបានបត់ហើយស្រគត់ស្រគុំឧទាហរណ៍មនុស្សរំទុំរឹកពីរំទុំចិត្តរំទុំសរសេរជារំទុំគឺរមើជើងយើតស្រអំឬក៏រស្រអំតស្រអំរំទុំសរសេរបានពី3យ៉ាងចាតាមទម្លាប់ឆ្ងាយពីប្រភពនៃពាក្យរំទុំហើយសរសេរបានមួយទៀតនោះរមើតនិងមើចាសរសេរបានច្រើនមែន បាទ អរគុណ ឈានដល់ តោះភាសាអង់គ្លេសវិញម្ដង បាទ ខាងជាស៊ីម ភាសា សា អ ម ង់គ្លេស គ្គីអូនបើកមើលលេខប្រ លេខ មា ប្រហែ ណ លដែរលេខ បានទៅលើពាក្យថា factual ម្ដងទៀត factual ចាប់ផ្ដើម F A C T U A L. 5 yes yes good bravo bravo factual function is adjective definition is ធម្មជាតិពិតឥតខ្លែងខ្លាយ បាទខាងវិទ្យាល័យវត្តកោះលេខ6ភាសាអង់គ្លេស បានទៅលើពាក្យថា ulterior ម្ដងទៀត ulterior ចាប់ផ្ដើម U L T E R I O R. good bravo ulterior function is adjective definition is លាក់កំបាំង លាក់កំបាំង ខាងយើងវិញអូ យើ ន ងពាក្យជាភាសាខ្មែរលេខ5 បានទៅលើពាក្យថាសុខដុមម្ដងទៀតសុខដុមចាប់ផ្ដើម សស្រអុកខដស្រអុកនិងម ជឿជាអត់ ជឿជាក់ ត្រូវអត់ ត្រូវ ជើងជូន bravo សុខដុមមានថ្នាក់ពាក្យជានាមជាពាក្យបាលីភាសាមានន័យថាការនៅផ្ដុំគ្នាឬនៅមូលគ្នាជាសុខឥតមោះមងឬសេចក្តីរីករាយសប្បាយដោយការនៅមូលគ្នាជាសុខស្រួលជាពាក្យបុរាណឧទាហរណ៍រកស៊ីដោយសុខដុមនៅដោយសុខដុមរមនាប្រើជាកិរិយាក៏បានចេះតែសុខដុមនឹងគ្នាជានិច្ចត្រូវសុខដុមរមនានឹងគ្នាទៅនិយាយឬសរសេរคล้ายជាសុខដុមរមនាគឺរស្រអំមើនស្រអាគួរលែងប្រើឲ្យពាក្យសុខដុមរមនាសរសេរបែបនេះចាគឺសុខដុមរមនាសរសេរថាសស្រអុនិងខដស្រអុមើរមើនស្រអាទើបត្រឹមត្រូវចា លេខ12 ឥឡូវនេះពាក្យលេខ12បានទៅលើប្អូនវិទូជាអ្នកប្រកបអញ្ចឹងវិទូអូនត្រៀមហើយឲ្យច្បាស់មួយពាក្យលេខ12ភាសាខ្មែរបានទៅលើពាក្យថាសើងមើម៉ើងម្ដងទៀតសើងមើម៉ើងចាប់ផ្ដើម សស្រអើនិងងមស្លាពីស្រអើនិងង ឃើញថាពាក្យនេះរដារដប់ឲ្យលេខយូរទៀតអញ្ចឹងចូលរួមសោកស្ដាយចំពោះប្អូនចានេះខ្ញុំក៏សូមសម្រាយនៅពាក្យសើងមើម៉ើងសស្រអើនិងងមើសម្រាប់ពីស្រអើនិងងសើងមើម៉ើងមានថ្នាក់ពាក្យជាកិរិយាវិសេសមានន័យថាដែលមីងមាំងដោយទៅភ្ញាក់ពីដេកកំពុងលក់ស៊ុបឧទាហរណ៍ភ្ញាក់ពីដេកសើងមើម៉ើងក្រោកសើងមើម៉ើង ជុំទី2សូមជួយចាប់និរ័ត ចាតោះបើកពាក្យភាសាខ្មែរមកបងអូនខាងវិទ្យាល័យជាស៊ីមសាមគ្គីភាសាខ្មែរបងលេខប្រហែល បាទភាសាខ្មែរលេខ10បានទៅលើពាក្យថាសាកច្ឆាម្ដងទៀតសាកច្ឆាចាប់ផ្ដើម សស្រអាកចជើងឆស្រអា yes good សូមជូន bravo ពាក្យថា
សាកច្ឆាថ្នាក់ពាក្យជានាមជាពាក្យបាលីភាសាមានន័យថាការសន្ទនាគ្នាការជជែកពិគ្រោះគ្នារកខុសរកត្រូវរកសេចក្តីពិតការប្រឹក្សាពិគ្រោះគ្នាពីធម៌អាឧទាហរណ៍ធ្វើសាកច្ឆា ភាសាខ្មែរបានទៅលើលេខម៉ានលេខ2 បាទអញ្ចឹងត្រៀមពាក្យជាភាសាខ្មែរបានទៅលើពាក្យថាភាំងកពស់ម្ដងទៀតភាំងកពស់ចាប់ផ្ដើម ផងជើងកពសជើងរជើងត Yes អូនដឹងហើយថាបងអូនខុសត្រង់ចំណុចណា បាទហ្នឹងទៅបង ចាគឺការបញ្ចេញសំឡេងនៅព្យញ្ជនៈអក្សរងហើយនឹងព្យញ្ជនៈអក្សរជើងរចាគឺនៅក្នុងពេលនេះហើយដែលនាងខ្ញុំសូមលើកឡើងថាជម្រាបជូនដល់បងអូនក៏ដូចជាទស្សនិកជនផងដែរថាព្យញ្ជនៈអក្សរខ្មែររបស់យើងគឺគ្មានទេព្យញ្ជនៈអក្សររនិងអក្សរមយហ្នឹងគឺបើចង់ដាក់គឺត្រូវតែសម្រាប់ពីងសម្រាប់ពីងមើសម្រាប់ពីមយសម្រាប់ពីយបានដូច្នេះហើយជាកម្មវិធីរបស់យើងនេះខំលើកឡើងដើម្បីឲ្យបងអូនច្បាស់នៅព្យញ្ជនៈអក្សរខ្មែរដោយសារបងអូនទម្លាប់តាំងពីក្មេងមកធ្វើឲ្យបងអូននេះទម្លាប់ដល់ធំនៅតែនិយាយភាសាខ្មែររបស់យើងអត់ច្បាស់សម្រាប់ព្យញ្ជនៈនីមួយៗអញ្ចឹងចាប់ពីថ្ងៃតទៅសង្ឃឹមថាទស្សនិកជនក៏ដូចជាបងអូនអាននៅព្យញ្ជនៈរបស់យើងឲ្យបានត្រឹមត្រូវគឺព្យញ្ជនៈអក្សរមងរយយល់ទេកុំឲ្យខុសទៀតណាចាពាក្យនេះគឺបងអូនប្រកបបានតែខុសតែការបញ្ចេញសម្លេងចាអញ្ចឹងសូមឲ្យចាន់បងសម្រាយនៅពាក្យ ឥឡូវនេះខ្ញុំសូមសម្រាយពាក្យភាំងកពស់នេះតែម្ដងពាក្យថាភាំងកពស់សរសេរផងជើងកពសជើងរជើងតថ្នាក់ពាក្យជានាមជាពាក្យបាលីនិងសំស្ក្រឹតលាយគ្នាមានន័យថាសម្ពុតដែលត្បាញដោយអំបោះលាយចម្រុះគ្នាជាច្រើនមុខឧទាហរណ៍សម្ពុតភាំងកពស់សាច់ក្រាស់បាទ អស់ហើយ អស់ហើយពាក្យជាភាសាអង់គ្លេស ជាបន្តបងអូននៅមកពីវិទ្យាល័យចាជាស៊ីមសាមគ្គីលេខ3 បានទៅលើពាក្យថា warning ម្ដងទៀត warning ចាប់ផ្ដើម W A R N I N G Yes perfect good សូមជូន bravo warning function is noun definition ពាក្យដាស់តឿន ចាភាសាខ្មែរខាងវត្តបងអូនអត់ភាសាអង់គ្លេសសំទោស ចង់កាត់ពាក្យគេ គេមួយលេខ4តោះ បានទៅលើពាក្យថា objection ម្ដងទៀត objection ចាប់ផ្ដើម O B J E C T I O N Yes perfect សូមជូន bravo ពាក្យថា objection function is noun definition ការយល់ទាស់ការប្រកែកការប្រឆាំង លេខ3 បានទៅលើពាក្យថាមច្ឆពន្ធម្ដងទៀតមច្ឆពន្ធចាប់ផ្ដើម ម៉ចជើងឆពសំយោគសញ្ញាណជើងធ Yes bravo ច្បាស់បាទច្បាស់មួយអញ្ចឹងទើបត្រូវបាទពាក្យថាមច្ឆពន្ធថ្នាក់ពាក្យជានាមមានន័យថាអ្នកចាប់ត្រីនេសាទមច្ឆជាតិឧទាហរណ៍ពួកមច្ឆពន្ធបាទគឺជាពួកអ្នកចាប់ត្រីនឹងឯង ចា បាទអញ្ចឹងយើងចេះពាក្យមួយទៀតហើយគឺមច្ឆពន្ធគឺជាអ្នកចាប់ត្រី ស្មើ អ្នក នឹង នេសាទ អ្នកនេសាទ បា ចា ទ តោះខាងយើងភាសាខ្មែរបងអូនលេខប៉ុន្មានដែរលេខ1 បានទៅលើពាក្យថាស្លាបកែវម្ដងទៀតស្លាបកែវចាប់ផ្ដើម សជើងលស្រៈអានិងបកស្រៈអែនិងវ Yes good សូមជូន bravo ពាក្យថាស្លាបកែវថ្នាក់ពាក្យជានាមមានន័យថាស្លាបធំជាងស្លាបឯទៀតដុះនៅខាងចុងចំអេងស្លាបបាក់សីជាកម្លាំងឲ្យហើរបានឧទាហរណ៍ដកស្លាបកែវមិនឲ្យហើររួចបាទកាត់ស្លាបកែវពាក្យប្រៀបនិយាយស្កាត់ពាក្យស្កាត់ដំណើរគេ ចាឥឡូវនេះអស់ហើយពាក្យវគ្គជុំទី1របស់យើងឥឡូវនេះយើងនឹងបូកបន្ទុកបណ្ដោះអាសន្នជូនដល់បងប្អូនទាំងពីរក្រុមដែលបងប្អូនមានឯកសណ្ឋានបសមកពីវិទ្យាល័យវត្តកោះគឺទទួលបានបន្ទុកចំនួន5បន្ទុកចំពោះបងប្អូនដែលមានឯកសណ្ឋានពណ៌ក្រហមគឺបងប្អូនដែលមកពីវិទ្យាល័យជាសៀមសាមគ្គីគឺទទួលបានបន្ទុកចំនួន8បន្ទុក បាទ ចា សូមកតនអនស្ពនចិត្តអីដោយសារតែនេះគឺជាបន្ទុកបណ្ដោះអាសន្នសម្រាប់បងប្អូនទេ
អញ្ចឹងសម្រាប់បងប្អូនដែលមកពីវិទ្យាល័យជាស៊ីមសាមគ្គីបងប្អូនអាចពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមនៅលើវគ្គកីឡាវគ្គកីឡាសំណួររបស់យើងមាន2បន្ទុក3បន្ទុកបើសិនណាជាប៉ះចំសំណួរកុយ CM គឺ អាចធ្វើលឿនទទួលបាន លឿន ច្រើន បងប្អូនអាចបកទៅលោលេងហ្គេមរបស់យើងយកបន្ទុកបន្ថែមនៅនឹងទៀតអញ្ចឹងនេះគ្រាន់តែជាបន្ទុកបណ្ដោះអាសន្នទេបាទហើយនៅក្នុងនោះគឺមានសំណួរចំណេះដឹងទូទៅប្រាប់ប្រើដើរទៅគឺតាក់ទងដូចជារូបវិទ្យាគីមីវិទ្យាគណិតវិទ្យាបរិស្ថានចរាចរណ៍ការផ្ដល់ឈាមអគ្គិភ័យជាដើមអញ្ចឹងបើសិនណាជាបងប្អូនខំប្រឹងអាចនឹងបានបន្ទុកស្មើគ្នាឬមួយក៏លើសក្រុមខាងនេះកថាបានដែរ មែនណា បាទ បងឯងបធូរដៃគេនឹងយក ទី បាន ទៀតនឹងលោកគ្រូគុនធានឹងសឹកប្រាប់កូនសិស្សគាត់បធូរដៃ តិច ហើ នេះ យ ឯងប៉ះមើលលោកគ្រូគុនធាចាំមើលលោកគ្រូគុនធា ចាំមើលលោកគ្រូគុនធា កុំចាញ់បោកលោកគ្រូគុនធាពុំ លោកគ្រូចង់និយាយ អូនណាចាគ្រូគុនធាអត់បានចេះធ្វើបោកគាត់ណា បាទ មើលដូចគាត់តួជាអាក្រក់អញ្ចឹងណាកូនគាត់ slow សោះហ្នឹង slow មើលតែមុខគាត់ទេចា និយាយរួមទៅដូចខានជួបគាត់យូរហ្នឹងមែនទេនេះ ចាច្រើនខែ ច្រើនខែ ចាឥឡូវនេះចង់ដឹងថាសកម្មភាពក្នុងការប្រកួតប្រជែងវគ្គទី2 បាទ មានកម្លាំងស្វិតស្វាញយ៉ាងណាហើយតើលោកគ្រូគុនធាននឹងបញ្ចេញនៅអតិពលចា អតិពលសម្រាប់របស់គាត់យ៉ាងណា របស់គាត់យ៉ាងណាទៅទស្សនាទាំងអស់គ្នានៅក្នុងសួនកំសាន្តទំនើប Dreamland